បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងខ្ញុំសូមបង្ហាញពីរបៀបក្នុងការប្រើប្រាស់ microphone model T1 នេះបាទឥឡូវខ្ញុំសូមទៅខាងបើកបាទអញ្ចឹងអានេះប្រអប់វាទូចស្អាតអញ្ចឹងសម្រាប់បងប្អូនដែលគាត់ប្រើ iPhone ប្រភេទដូច Lightning នេះគឺមានដូចមួយតងអញ្ចឹងឥឡូវខ្ញុំសូមទៅខាងបើកហ្នឹងអានេះគឺដូច Type C អញ្ចឹងបើសិនជាបងប្អូនប្រើប្រភេទ Android ទៅប្រើដូច Type C គឺបងប្អូនដោតចូលដល់តែម្ដងឥឡូវខ្ញុំសូមដក mic ចេញគេនឹង mic នេះទូចបងប្អូនអញ្ចឹងឥឡូវខ្ញុំទៅថាAndroid នេះអញ្ចឹងយើងដោតចូលដល់អញ្ចឹងបងប្អូនណាបាទដោតចូលដល់អញ្ចឹងវាលោតភ្លើង 4Q ហ្នឹងអញ្ចឹងពេលដែលយើងបើកដំបូងគឺវាលោតភ្លើង 4Q ហ្នឹងគឺមុខងារកាត់សម្លេងរំខានខ្ញុំ noise reduction តែម្ដងអញ្ចឹងបងប្អូនបើកចេញពីប្រអប់ដល់មួយបងប្អូនដោតចូលទូរស័ព្ទហ្មងគឺយើងនិយាយយកហ្មងអញ្ចឹងយើងមិនចាំទៅចុចបើកញ៉ៃទេហើយក៏យើងមិនចាំដូរអីញ៉ៃដែរគឺវាចូលមុខងារកាត់សម្លេងរំខានអូតូតែម្ដងអញ្ចឹងវាស្គាល់ណាភ្លើងហ្នឹងអញ្ចឹងគឺវាស្គាល់ហើយនេះភ្លើងពណ៌បៃតងនេះគឺមុខងារកាត់សម្លេងរំខានបងប្អូនអញ្ចឹងដើម្បីដូរ function បាននេះវាមានពីរសម្លេងសម្លេងកាត់ខ្យល់និងសម្លេងធម្មតាអញ្ចឹងដើម្បីដូរបាននៅកន្លែងប៊ូតុងបិទបើកនេះយើងចុចមកคลิกមកគឺវាដូរអានេះគឺសម្លេងធម្មតាសម្លេងពណ៌ខៀវនេះគឺសម្លេងធម្មតាអញ្ចឹងបងប្អូនចង់ប្រើសម្លេងធម្មតាមានសម្លេងខាងក្រៅមានអីចូលហ្នឹងបែបចង់បានបែបធម្មជាតិអញ្ចឹងបងប្អូនអាចប្រើមុខងារនឹងបានណាអូខេអញ្ចឹងដើម្បីដូរមកវិញគឺយើងចុចមកคลิกចឹងមកคลิกមកคลิกគឺវីដេអូយើងឃើញហ្នឹងហើយនៅមានសម្លេងពីរទៀតគឺសម្លេងបែប affect សម្លេង affect សម្លេង uncall sound ហើយនិងសម្លេងគុណក្មេងមួយទៀតអញ្ចឹងអានេះគឺវាលោត 4Q អញ្ចឹងដើម្បីដូរសម្លេងaffect នឹងបានគឺបងប្អូនចុចនៅកន្លែងនេះបងប្អូនចុចកន្លែងដុំ receiver ហ្នឹងមកបងប្អូនចុចពីរដងដល់បើ click វាមកអញ្ចឹងសូមចុចមើលវាលោតភ្លើងពណ៌ plug play នោះវាគឺវាចូលទៅសម្លេង affect អញ្ចឹងសូមចុច1 2នេះឃើញវាលោតភ្លើងអញ្ចឹងអាហ្នឹងគឺចូលសម្លេង affect បែប uncall sound ហើយអញ្ចឹងសម្លេងគុណក្មេងវិញសម្លេងគុណក្មេងគឺបងប្អូនទៅចុចអានេះសិនចុចកន្លែងបន្ទប់បើកនេះចូលទៅភ្លើងពណ៌ Q នេះអានេះពណ៌បៃតងអានេះអញ្ចឹងយើងដូរមកចុចមក click មកបាទហ្នឹងវាចូលទៅពណ៌ Q វិញអញ្ចឹងដើម្បីដាក់ affect នឹងបានគឺបងប្អូនចុចពីរដងនេះគ្នាណាចុចកន្លែងដុំ receiver នេះអញ្ចឹងខ្ញុំចុច1 2នេះវាលោតភ្លើង plug plate ហ្នឹងគឺវាចូលទៅសម្លេង affect បែបគុណក្មេងហើយអញ្ចឹងវាប្រើស្រួលបងប្អូនមានតែប៉ុណ្្នឹងទេហើយពេលដែលយើងប្រើហើយយើងដាក់ចូលក្នុងប្រអប់នេះវិញមកមានតែបាក់ទេស្រួលប្រើទេបងប្អូនទូចសម្លេងលើច្បាស់ល្អទូចយើងស្រួលដាក់តាមខ្លួនឲ្យស្រាវទៀត